សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមករៀនពី feature សំខាន់មួយទៀតនៅក្នុង Git គឺ branch នៅក្នុង repository របស់យើងជាទូទៅមាន branch មួយជាមូលដ្ឋានដែលគេហៅថា master branch នៅក្នុងការសរសេរកម្មវិធី branch គឺប្រៀបដូចជាការបង្កើតផ្លូវខ្នែងចេញពីផ្លូវមេវាអនុញ្ញាតឲ្យគ្នាយើងចម្លងកូដទាំងសងចេញពីកន្លែងដើមដើម្បីយកទៅកែសម្រួលឬក៏បន្ថែមមុខងារថ្មីដោយឡែកពីកូដមេដោយមិនប៉ះពាល់ដោយ master branch ដើម្បីឲ្យងាយយល់យើងមាន example មួយយើងមានឯកសារដើមមួយដែលគ្នាយើងកំពុងធ្វើការបើគ្នាយើងចង់សាកល្បងបន្ថែមគំនិតថ្មីមួយឬក៏កែសាច់រឿងគ្នាយើងមិនកែឯកសារដើមភ្លាមទេជំនួសមកវិញគ្នាយើង copy ចេញពីឯកសារដើមហើយសរសេរឬក៏កែប្រែនៅលើឯកសារដែលយើងបាន copy នោះអញ្ចឹងនៅក្នុង Git ក៏ដូចគ្នាដែរយើងបង្កើត branch ថ្មីដើម្បីសាកល្បងនិងអភិវឌ្ឍ feature ថ្មីពេលដែលអ្វីដំណើរការល្អហើយយើងបញ្ជូនវាទៅក្នុង master branch វិញហើយដំណើរការហ្នឹងហៅថា merge អូខេអញ្ចឹងដើម្បីមើល branch ទាំងអស់នៅក្នុងបច្ចេករបស់យើងប្រើ git branch អញ្ចឹងយើងមាន branch មួយជា default មកគឺ master បន្ទាប់មកយើងចង់បង្កើត branch មួយដើម្បីអភិវឌ្ឍ feature អ្វីមួយយើងប្រើ git branch រួចហើយដាក់ឈ្មោះដើម្បីឲ្យ front end អូខេបន្តមកទៀតយើងឆែកមើល git branch ម្ដងទៀតអូខេអញ្ចឹងឥឡូវយើងមាន2 branch ទី1 front end ទី2 master ហើយឥឡូវយើងឈរនៅលើ master ដោយសម្គាល់សញ្ញាផ្កាយអញ្ចឹងឲ្យតាផ្កាយនៅកន្លែង branch ណាមានន័យថាយើងឈរនៅលើ branch ហ្នឹងអញ្ចឹងខ្ញុំចង់ switch វាទៅ branch front end ខ្ញុំប្រើ git check out រួចហើយសរសេរឈ្មោះ branch ដែលយើងចង់ switch ទៅ front end អូខេអញ្ចឹងខ្ញុំឆែកមើលម្ដងទៀតអូខេអញ្ចឹងខ្ញុំឈរនៅលើ branch front end អូខេអញ្ចឹងយើងមាន shortcut មួយទៀតដែលយើងគ្រាន់តែវាយ command ហ្នឹងទៅវានឹងបង្កើត branch ហើយវានឹងឈរលើ branch ហ្នឹងយកតែម្ដងយើងមិនប្រើ git check out គឺ git check out មាន space មួយហើយដក b រួចហើយឈ្មោះ branch ដែលយើងចង់បង្កើតថ្មី back end អញ្ចឹងមកបន្តមកទៀតយើងឆែកមើល git branch ម្ដងទៀតមើលថាវាឈរលើ back end ហ្នឹងអត់អូខេអញ្ចឹងវាឈរនៅលើ back end ហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងចេះបង្កើត branch ហើយយើងក៏ត្រូវចេះលុប branch ចោលដែរអញ្ចឹងដើម្បីលុប branch ចោលបានយើងប្រើ git branch រួចហើយ space មួយ d ស្មើនឹង delete រួចហើយឈ្មោះ branch ដែលយើងចង់ delete ថាខ្ញុំចង់ delete ចោល front end អូខេអញ្ចឹងខ្ញុំបាន delete front end ចោលហើយដើម្បីឲ្យច្បាស់យើងឆែក git branch ម្ដងទៀតអូខេអញ្ចឹងយើងមានតែ2 branch ទេឥឡូវមាន master ហើយនិង back end អញ្ចឹងនៅក្នុងវីដេអូហ្នឹងយើងមានតែប៉ុណ្្នឹង